ការហើយក្របីប្រៃបីសម្បត្តិនឹងត្រូវជួបប្រកួតជាមួយកីឡាករបរទេស Mario Alvarez ដែលធ្លាប់ផ្ដួលឈុតស្រីវ៉ាន់ថងនិង Kimbora តើបានគេឬក៏បានយើងបងប្អូនមហាជនពិតជាបានដឹងហើយថាកាលពីពេលថ្មីកន្លងមកនេះលោកសឿវណ្ណៈជាស្ថាបនិកគុនខ្មែរ Super Fight បានទម្លាយឲ្យដឹងថានៅថ្ងៃទី14ខែឧសភាខាងមុខនឹងមានការប្រកួតជាមួយដ៏ធំមួយរវាងកីឡាករមកពីប្រទេសអេស្ប៉ាញនិងគុនខ្មែរយើងក្នុងនោះលោកក៏បានសួរទៅមហាជនថាតើ Mario Alvarez អាចស័ក្តិសមប្រកួតជាមួយកីឡាកររូបណាក្នុងចំណោមកីឡាករ3រូបដែលមានពេជ្រសម្បត្តិហុងសវណ្ណច័ន្ទសុធីនិងធុនវណ្ណាឥឡូវនេះប្រភពច្បាស់ការក៏បានដឹងហើយថាប្រសិនបើគ្មានការប្រែប្រួលទេក្របីប្រៃពេជ្រសម្បត្តិនឹងត្រូវជួបប្រកួតជាមួយកីឡាករ Mario Alvarez សូមរំលឹកថាបន្ទាប់ពីចូលឆ្នាំខ្មែររួចមកលោកសឿវណ្ណៈស្ថាបនិកគុនខ្មែរ Super Fight បានបង្ហោះសារពីការនាំកីឡាករបរទេសមកពីប្រទេសអេស្ប៉ាញជាច្រើនរូបមកកាន់ទឹកដីកម្ពុជាយើងដើម្បីធ្វើការប្រកួតនៅថ្ងៃទី14ឧសភាខាងមុខនេះដោយលោកបានសួរទៅមហាជនថាតើ Mario Alvarez អាចស័ក្តិសមប្រកួតជាមួយកីឡាកររូបណាក្នុងចំណោមកីឡាករ3រូបមានពេជ្រសម្បត្តិហុងសវណ្ណច័ន្ទសុធីនិងធុនវណ្ណាបន្ទាប់មកលោកក៏បានបង្ហោះសារបន្ថែមទៀតថាកីឡាករជើងខ្លាំង Mario Alvarez ដែលធ្លាប់ផ្ដួលជើងខ្លាំងយើងពីររូបគឺកីឡាករឈុតស្រីវ៉ាន់ថងនិង Kimbora គេយល់ព្រមតាមខាងយើង3ទឹកក៏បាន5ទឹកក៏បានកងតូចក៏បានកងធំក៏បានអត់បញ្ហាទេសំខាន់គឺកីឡាករយើងមួយណាស័ក្តិសមជាមួយនឹង Mario ក្រៅពីលោកសឿវណ្ណៈក៏បានបង្ហោះសារបន្តទៀតថាការចរចាទទួលលទ្ធផលលក្ខណៈកងជ័យម្រាម5ទឹកលេងធំបន្តិចដណ្ដើមបានខ្សែក្រវ៉ាត់ស្រាប់តែមហាជនដែលជាអ្នកគាំទ្រគុនខ្មែរបានចូលទៅបញ្ចេញមតិ comment ផ្សេងៗគ្នាតាមរយៈអ្នកចូលចិត្តខ្លះថាដាក់កីឡាករធុនវណ្ណាទៅមិនល្អមើលតែល្អស៊ីខ្លះទៀតថាវណ្ណាមិនមានគីឡូជាមួយនឹងគេទេគួរតែដាក់ហុងសវណ្ណច័ន្ទសុធីទៅព្រោះគេទៅនឹងឡើងជើងខ្លះទៀតថាទាំងវណ្ណានិងសុធីមិនអាចឈ្នះ Mario បានឡើយមានតែពេជ្រសម្បត្តិក្របីព្រៃមួយប៉ុណ្ណោះព្រោះវាយកង់តូចពិសេសគឺវាយ5ទឹកទៀតដូច្នេះមានតែពេជ្រសម្បត្តិដែលស័ក្តិសមជាងគេយោងតាមប្រភពពីអ្នករៀបចំការប្រកួតដែលអង្គភាពយើងបានទទួលបានបញ្ជាក់ថាច្បាស់ការហើយកីឡាករដែលត្រូវឡើងទល់ជាមួយនឹង Mario Alvarez នៅថ្ងៃទី14ខាងមុខនេះជាក្របីព្រៃពេជ្រសម្បត្តិមិនមែនហុងសវណ្ណច័ន្ទសុធីនិងធុនវណ្ណាឡើយសូមរំលឹកផងដែរថាជើងខ្លាំង Mario Alvarez ធ្លាប់មកប្រកួតនៅកម្ពុជាជាច្រើនលើកមកហើយដែរដោយឈ្នះឈុតស្រីវ៉ាន់ថង Kimbora និងចាញ់ពិន្ទុមាសប៊ុនថេនចំណែកឯកីឡាករពេជ្រសម្បត្តិវិញចេញទៅប្រកួតនៅទឹកដីសហរដ្ឋអាមេរិកក្នុងចំណោមកីឡាករ4រូបមានតែក្របីព្រៃពេជ្រសម្បត្តិផ្ដួលកីឡាករសញ្ជាតិមេស៊ីកូត្រឹមទឹកទី2ដូច្នេះបើសម្បត្តិនិង Mario បានជួបនឹងសម្បត្តិមែនគឺដឹងតែល្អមើលហើយតើបងប្អូនចូលរួមទស្សនាទាយមើលថាបើជួបគ្នាមែនសម្បត្តិឈ្នះឬក៏ Mario ឈ្នះសូមចូលរួម comment